សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយបង្ហាញអំពីរបៀបនៃការធ្វើ georeference ទៅលើរូបភាព raster ដែលមិនទាន់មាន coordinate system ឥឡូវនេះខ្ញុំចាប់ផ្ដើម add ទិន្នន័យ raster ចូលខ្ញុំ add រូបភាពមួយនេះឆ្នាំ2025ខែ1ថ្ងៃទី2រូបភាពនេះជារូបភាព JPG តមកខ្ញុំ right click ខ្ញុំចូល property ខ្ញុំចូលមើលថាតើរូបភាពនេះមាន coordinate system ឬអត់អញ្ចឹងរូបភាពនេះគឺមិនទាន់មាន coordinate system ទេនៅពេលដែលយើងចុចនៅលើ special reference វាបង្ហាញនៅខាងក្រោមថា unknown coordinate system អញ្ចឹងរូបភាពនេះគឺមិនទាន់មាន coordinate system នោះទេអញ្ចឹងយើងយករូបភាពនេះទៅធ្វើ georeference ដើម្បីឲ្យវាស្គាល់ទីតាំងភូមិសាស្ត្រនៅលើផ្ទៃដីជាក់ស្ដែងបន្តមកទៀតខ្ញុំទៅ add រូបភាពមួយដែលជារូបភាពមាន coordinate system គឺរូបភាពនេះខ្ញុំ right click ខ្ញុំចូលទៅ property ដើម្បីមើលថាតើរូបភាពនេះពិតជាមាន coordinate system ឬក៏យ៉ាងណាអ្នកនរគ្នាឥឡូវនេះយើងបានឃើញហើយថារូបភាពដែលយើង add មកខាងក្រោយនេះគឺពិតជាមាន coordinate system មែនដោយក្នុងនេះនៅខាងក្រោមពាក្យថា special reference នេះវាបង្ហាញថា Geographic Coordinate System WGS 1984ដូច្នេះរូបភាពដែលយើងបាន add មកក្រោយនេះគឺជារូបភាពដែលមាន coordinate system ជារូបភាពដែលស្គាល់ទីតាំងនៅលើផែនទីឬនៅលើផែនដីជាក់ស្ដែងខ្ញុំ add ផ្លូវមកមួយទៀតផ្លូវនេះគឺអ្នកទាំងអស់គ្នាចង់ add មកក៏បានអត់ក៏បានប៉ុន្តែខ្ញុំ add ពីព្រោះខ្ញុំចង់ដឹងថាតើផ្លូវដែលខ្ញុំបានធ្វើនោះវាត្រឹមត្រូវកម្រិតណាខ្ញុំបដូរ symbology ឥឡូវនេះខ្ញុំបាន add ផ្លូវ main road នេះមកហើយខ្ញុំបដូរ symbology ខ្ញុំយកពាក្យថា road ខ្ញុំចូល property ដើម្បីផ្លាស់ប្ដូរ size width នេះអញ្ចឹងខ្ញុំយក2ខ្ញុំ apply ខ្ញុំបិទវិញឥឡូវនេះខ្ញុំ zoom ចូលទៅអ្នកនរគ្នាមើលនេះគឺជាផ្លូវដែលខ្ញុំបានធ្វើរួចហើយអញ្ចឹងរូបភាពដែលបង្ហាញនៅលើផែនទីនេះរូបភាពដែលបង្ហាញនេះគឺជារូបភាពដែលមានទីតាំងជាក់ស្ដែងនៅលើផ្ទៃផែនដីឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើជា reference ដើម្បីបង្ហាញជូនអ្នកទាំងអស់គ្នាទី1គឺខ្ញុំចូលទៅពាក្យថា imagery មួយបន្តមកទៀតខ្ញុំចូលទៅពាក្យថា georeference ខ្ញុំ select លើវារចាំបន្តិចត្រូវបង្ហាញនៅត្រូវមានរូបភាពមួយបង្ហាញនៅកន្លែងនេះទៅត្រូវឥឡូវខ្ញុំ zoom ទៅ layer ទៅរូបភាពនេះខ្ញុំចូលម្ដងទៀតចូល picture ចូល imagery លោតមកហើយតាហេតុអីបានជាអត់ឃើញមាន add control point សូមចាំបន្តិចធម្មតាមាន add control point កន្លែងនេះអានេះខ្ញុំបិទម្ដងទៀតហើយខ្ញុំធ្វើម្ដងទៀតមើលខ្ញុំ select មើលវាម្ដងទៀតតើរូបភាពនេះមាន coordinate system ឬអត់មិនមានទេខ្ញុំចូលទៅក្នុង imagery ខ្ញុំយកពាក្យថា coordinate នេះខ្ញុំយកពាក្យថា georeference សំទោសខ្ញុំយកលើពាក្យថា georeference បន្ទាប់មកខ្ញុំចុចនៅលើពាក្យថា add control point ខ្ញុំ select លើពាក្យ add control point បន្ទាប់មកខ្ញុំ zoom in ទៅលើទីតាំងផ្ទៃដីជាក់ស្ដែង
ខ្ញុំយកកន្លែងនេះនេះគឺជារូបភាពដែលមិនទាន់មាន coordinate system អញ្ចឹងខ្ញុំយករូបភាពដែលមិនទាន់មាន coordinate system នេះទៅភ្ជាប់ជាមួយនឹងរូបភាពដែលមាន coordinate system រួចជាស្រេចខ្ញុំ select លើវាខ្ញុំទាញទៅខ្ញុំយកមកខ្ញុំមកដាក់នៅលើ layer នៅខាងឆ្វេងដៃខ្ញុំ right click ខ្ញុំយកពាក្យថា zoom to layer ខ្ញុំ zoom ទៅរូបភាពដែលមាន coordinate system នេះខ្ញុំបិទ main road ចេញសិនខ្ញុំចុច Ctrl C សំទោសខ្ញុំចុចអក្សរ C នៅលើ keyboard បន្ទាប់មកខ្ញុំ point នៅលើទីតាំងដូចនឹងរូបភាព raster ដែលមិនទាន់មាន coordinate system ដែរខ្ញុំ select កន្លែងនេះឥឡូវនេះអ្នកនរគ្នានឹងឃើញថារូបភាពផ្កាយរណបមានរូបភាព JPEG មួយទៀតដែលមិនស្គាល់ coordinate system ហ្នឹងឥឡូវនេះបានបង្ហាញទៅលើ map យើងហើយណា map layout នេះហើយអញ្ចឹងខ្ញុំចាប់ផ្ដើម zoom មកជិតបន្តិចមួយខ្ញុំ zoom ទៀតបាទខ្ញុំ zoom ទៀតតោះមកខ្ញុំឃើញកន្លែងនេះខ្ញុំឃើញតែកន្លែងនេះអាចធ្វើជា reference បានអញ្ចឹងខ្ញុំ select កន្លែងនេះខ្ញុំ select នៅចំណុចនេះបន្ទាប់មកខ្ញុំទៅរករូបភាពដែលមាន coordinate system ខ្ញុំចុចនៅលើពាក្យ zoom to layer ខ្ញុំ zoom in បន្តិចម្ដងមួយខ្លាញ់វាកាំងមួយហើយខ្ញុំចុចនៅត្រង់នេះរងចាំបន្តិចឥឡូវនេះរូបភាពវាបានមកហើយឥឡូវយើងទៅមើលថាតើរូបភាពនេះវាបានត្រឹមត្រូវហើយឬនៅសម្រាប់រូបភាពដែលខ្ញុំចងនេះប្រសិនបើយើងយកតែ2ចំណុចនេះក៏បានដែរដោយអ្នកនរគ្នាអាចមើលនៅត្រង់ចំណុចកែងកន្លែងនេះខ្ញុំ zoom មកជិតបន្តិចនេះគឺជារូបភាពទី1ខ្ញុំបិទនេះរូបភាពទី2ប៉ុន្តែខ្ញុំចងវាមួយទៀតណាខ្ញុំចងមួយទៀតចងមួយទៀតអញ្ចឹងខ្ញុំទៅរកទីតាំងដែលយើងនឹងត្រូវធ្វើខ្ញុំយកចំណុចនេះខ្ញុំគិតថាចំណុចនេះល្អអញ្ចឹងយើងមាន2ចំណុចហើយខ្ញុំយកចំណុចនេះមួយទៀត select នៅលើវាចុចនៅលើរូបភាពដែលមាន coordinate system right click ទៅលើពាក្យ zoom to layer តោះមកខ្ញុំបិទរូបភាពទី1ចេញសិនរូបភាពដែលគ្មាន coordinate system ចេញសិនបន្ទាប់មកខ្ញុំ select នៅលើទីតាំងដែលខ្ញុំបាន select នៅលើរូបភាពដែលមិនទាន់មាន coordinate system ឥឡូវនេះខ្ញុំ select នៅលើរូបភាពដែលមាន coordinate system ខ្ញុំបើកវិញនេះឥឡូវនេះខ្ញុំអាចបើកសាក main road មើលនេះខ្ញុំអាចដាក់ថា main road នៅខាងលើនេះអ្នកនរគ្នាឃើញទេអញ្ចឹងរូបភាពនេះគឺត្រឹមត្រូវហើយប៉ុន្តែខ្ញុំចង់មួយចំណុចទៀតដោយសារតែកន្លែងចំណុចខ្លះវាដូចប៉ែវកន្លែងខ្លះដូចវាចបន្តិចបន្តួចអញ្ចឹងខ្ញុំចុចនៅលើត្រង់ចំណុចនេះកែងនេះមួយទៀតធម្មតាវាអាចខុសបន្តិចបន្តួចណាអ្នកនរគ្នាអញ្ចឹងខ្ញុំ zoom បន្តិចទៀតខ្ញុំចុចនៅលើចំណុចនេះហើយខ្ញុំទៅយករូបភាពនេះ zoom to layer ហើយខ្ញុំបិទរូបភាពបញ្ចូលខ្ញុំបិទ main road ចេញសិនបន្ទាប់មកខ្ញុំអ្នកនរគ្នាឃើញត្រូវជាងមុនណាបាទឃើញត្រូវជាងមុនបាទអញ្ចឹងយើងមើល main road នេះគឺវាបានល្អប្រសើរជាងមុនឆ្ងាយបាទវាអាចត្រឹមត្រូវហើយឥឡូវនេះយើងមានចំណុចទី1នេះគឺចំណុចទី1ចំណុចទី2ដែលយើងបានចងហើយនេះគឺចំណុចទី3តមកនេះគឺជាចំណុចទី4នេះគឺជាចំណុចទី4ដែលយើងបានធ្វើជា reference ទៅលើរូបភាពដែលមិនទាន់មាន coordinate system នេះអញ្ចឹងឥឡូវនេះ
យើងចាប់ផ្ដើមយើងបានធ្វើ geo reference ហ្នឹងគឺចំនួន4ចំណុចរួចហើយឥឡូវនេះដើម្បីបន្តទៀតខ្ញុំចុចនៅលើពាក្យ save អ្នកនរគ្នាទុកយូរបន្តិចមុននឹងយើងឃើញ message វា alert មកដាក់ថា update the georeferencing transformation of the source raster dataset អញ្ចឹងយើង select នៅលើពាក្យហ្នឹង select លើពាក្យ save ហ្នឹងមកឥឡូវនេះគឺរូបភាពផ្កាយរណបមួយដែលមិនទាន់មាន coordinate system នេះឥឡូវនេះគឺវាមានហើយគឺវាបានស្គាល់ទីតាំងភូមិសាស្ត្រជាក់ស្ដែងនៅលើផ្ទៃដីហើយអ្នកនរគ្នាមើលចុចមកណាបាទនេះវាកងលើគ្នាហើយត្រឹមត្រូវទៀតផងបាទនេះគឺយើងធ្វើ geo reference នេះគឺនៅលើកម្មវិធី ArcGIS Pro 3.4 បន្ទាប់ពីខ្ញុំបានធ្វើ geo reference ហើយខ្ញុំបាន save រួចហើយអញ្ចឹងខ្ញុំ save map មួយខ្ញុំចុចនៅលើ project save as ខ្ញុំយកលើពេលនេះខ្ញុំចូលទៅដាក់ខ្ញុំដាក់ថា geo referencing ថ្ងៃ October ទី17 2025ខ្ញុំ save អញ្ចឹងមានន័យថារូបភាពនេះគឺយើងស្គាល់គឺយើងបានធ្វើ geo reference រួចហើយអញ្ចឹងអ្នកនរគ្នាអាច close នៅលើពាក្យថាយើងអាច close នៅលើពាក្យថា close geo reference នេះមកហើយអ្នកនរគ្នាអាច remove ចេញសិន remove ចេញសិនទៀត remove ចេញសិនទៀតនៅលើ layer ទាំង3នេះបន្ទាប់មកអ្នកនរគ្នាចូលទៅ add data ដើម្បីយើងចង់ដឹងមើលថាតើរូបភាពដែលយើងបានចង geo reference មុននេះវាពិតជាត្រឹមត្រូវដែរឬទេនេះចូលទៅរក file ហ្នឹងលេខរៀនខ្ញុំយក satellite imagery បន្ទាប់មកខ្ញុំយកពាក្យថាតាណាបាទនេះតាណាសំចាំបន្តិចសំចាំបន្តិចអូអញ្ចឹងខ្ញុំចូលទៅនេះក្នុង drive នេះច្រឡំ drive ចូលដល់នេះខ្ញុំយក image នេះខ្ញុំយករូបភាពនេះគឺមុននេះគឺមិនទាន់មាន coordinate system ទេឥឡូវនេះខ្ញុំចុចនៅលើខ្ញុំ right click នៅលើ layer បន្ទាប់មកខ្ញុំ select នៅលើពាក្យថា special reference អ្នកនរគ្នាឃើញថារូបភាពនេះពិតជាមាន coordinate system បានត្រឹមត្រូវហើយខ្ញុំ add រូបភាពមួយទៀតដើម្បីផ្ទៀងផ្ទាត់មើលថាតើវាត្រឹមត្រូវកម្រិតណាខ្ញុំយកថ្ងៃទី16នេះរូបភាពនេះខ្ញុំ remove នេះចេញសិនខ្ញុំយកពាក្យខ្ញុំយកភាពមួយទៀតដែលរៀងច្បាស់បន្តិចនេះយកពាក្យនេះនេះអញ្ចឹងអ្នកនរគ្នាអាចបើកមើលបើកបិទមើលនេះឃើញទេបាទឬក៏យើងចុចនៅលើ raster អ្នកនរគ្នាចុចនៅលើ raster អ្នកនរគ្នាអាចសំទោសអាចចុចនៅលើនេះខ្ញុំដាក់ transparency 50មើលបាទនេះ50 100មកក៏យើងឃើញថារូបភាពទី1និងរូបភាពទី2នេះគឺវាស៊ីគ្នារួចហើយអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាតែប៉ុណ្ណឹងនោះទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធ្វើបានហើយព្យាយាមមើលមួយធ្វើមួយដោយចិត្តអត់ធ្មត់បាទសូមអរគុណ